ជំនួសលោកគ្រូខ្ញុំឈ្មោះស្រុនស្រីណែកមកពីថ្នាក់អំដែលមានលេខរៀនទី6ក្រោយពីការស្វ័យសិក្សាមេរៀនទី2ហើយខ្ញុំបានយកពីពាក្យអន្តរកម្មផ្នែកទិន្នន័យពាក្យអន្តរកម្មផ្នែកទិន្នន័យមានន័យថាជាការយល់ដឹងពីការប្រើប្រាស់និងការអានការយល់ទំនាក់ជាមួយនឹងទិន្នន័យឧទាហរណ៍ថាដូចសម័យឥឡូវគេមាន AI អញ្ចឹងឧបមាថាយើងអត់ចេះចំណុចណាមួយយើងតែងតែទៅសួរ AI ប៉ុន្តែយើងមិនមែនប្រកាសថាយើងទៅជឿតាម AI 100%ទេព្រោះយើងត្រូវវិភាគមើលថាអ្វីដែល AI បានឆ្លើយហ្នឹងថាវាត្រូវឬក៏មិនត្រូវអាហ្នឹងចំណុចតាក់ទងជាមួយនឹងពាក្យអន្តរកម្មផ្នែកទិន្នន័យហើយតាក់ទងជាមួយនឹងពាក្យមួយទៀតដែលខ្ញុំបានស្វ័យសិក្សាខ្លួនឯងដូចគ្នាតកតងជាមួយនឹងការអប់រំតាមប្រព័ន្ធស្តង់ដារការអប់រំតាមប្រព័ន្ធស្តង់ដារហ្នឹងមានន័យថាការសំដៅលើវិធីសាស្ត្រការអប់រំដោយផ្ដោតទៅលើសិស្សទាំងអស់ហ្នឹងមានលទ្ធផលល្អឬក៏ស្តៀងគ្នាដោយមិនគិតពីសាលារៀនឬក៏ភូមិសាស្ត្ររបស់គាត់ទេឧទាហរណ៍ថាប្រព័ន្ធស្តង់ដារអប់រំមិនមែនកំណត់ថាអូសាលានេះទីប្រជុំជនសាលានេះដាច់ស្រយាលយើងអត់ប្រព័ន្ធអប់រំរបស់យើងអត់ត្រូវអត់មានស្តង់ដារមិនបាច់ដាក់ស្តង់ដារប៉ុន្តែចំណុចមួយនេះគេចង់និយាយថាទោះទីតាំងរបស់គាត់រៀនដាច់ស្រយាលឬក៏ទីប្រជុំជនសិស្សទាំងអស់ត្រូវតែមានស្តង់ដាររបស់គាត់រៀននៅបានពូកែទាំងអស់គ្នាអត់គិតថាសាលាហ្នឹងដាច់ស្រយាលឬក៏ទីប្រជុំជនទេតើតើជាមួយនឹងបច្ចេកវិទ្យាហ្នឹងគេចង់និយាយថាលើខ្សែប្រព័ន្ធអ៊ីនធឺណិតការបច្ចេកវិទ្យាហ្នឹងឲ្យសិស្សហ្នឹងយល់ដឹងពីបច្ចេកវិទ្យាថ្មីថាឥឡូវវាយើងទៅរៀនតាមផ្នែក digital យល់ដឹងដូចជាឆ្នាំមុនមានការធ្វើតេស្តតាមប្រព័ន្ធទូរស័ព្ទតកតងជាមួយនឹងការលោកគ្រូអ្នកគ្រូគាត់មានផ្ដល់ link ឲ្យកូនសិស្សមួយហើយឲ្យកូនសិស្សធ្វើកិច្ចការតេស្តចុងឆ្នាំហ្នឹងតាមរយៈdigital អញ្ចឹងមានន័យថាបច្ចេកវិទ្យាហ្នឹងមានន័យថាឲ្យសិស្សយល់ដឹងពីផ្នែកdigital ឲ្យគាត់ដឹងពីផ្នែកហ្នឹងអញ្ចឹងណាលោកគ្រូហើយពាក្យមួយទៀតតកតងជាមួយនឹងការយល់ដឹងនិងទស្សនៈសកលបន្លែហ្នឹងខ្ញុំគេចង់និយាយថាការយល់ដឹងហ្នឹងឲ្យយើងយល់ដឹងជាលក្ខណៈមួយដែលទូលំទូលាយដោយសារការអប់រំរបស់យើងសម័យឥឡូវក៏យើងការអប់រំតាមបែបលក្ខណៈ digital ដែរសតវត្សទី21ការអប់រំតាមលក្ខណៈជា digital អញ្ចឹងការយល់ដឹងតាមទស្សនៈសកលមានន័យថាឲ្យបុគ្គលម្នាក់ហ្នឹងឬក៏កូនសិស្សរៀននៅចំណេះដឹងដែលជាលក្ខណៈសកលឧទាហរណ៍ថាដូចមុខវិជ្ជាពេលបច្ចុប្បន្នគឺមាននៅរៀនរដ្ឋយើងគឺមានទាំងខ្មែរនិងភាសាអង់គ្លេសអញ្ចឹងយើងឲ្យគាត់យល់ដឹងជាលក្ខណៈសកលមិនមែនជាឲ្យគាត់ដឹងថាតែក្នុងពេលបច្ចុប្បន្នយើងត្រូវតែរៀនភាសាខ្មែរយើងគួររៀនតែខ្មែរមកឯងយើងត្រូវបង្រៀនឲ្យគាត់ចេះយល់ដឹងរៀនភាសាផ្សេងដើម្បីឲ្យគាត់ងាយស្ដាប់ងាយយល់ពីទស្សនៈលើសកលពាក្យថាសកលគឺជាពាក្យថាទលំទលាយអញ្ចឹងយើងអត់បរៀនឲ្យគាត់មានលក្ខណៈថាមួយដឹងតែមួយយើងចង់និយាយថាយើងរៀនឲ្យគាត់យល់ពីចំណេះដឹងច្រើនជាសកលហើយពាក្យមួយទៀតការលើកទឹកចិត្តហ្នឹងគេចង់សំដៅលើការលើកទឹកចិត្តរបស់គ្រូបង្រៀនដែលបង្រៀនសិស្សយើងត្រូវតែទោះសិស្សនឹងខ្សោយក៏យើងត្រូវលើកទឹកចិត្តឲ្យគាត់ខំប្រឹងរៀនមិនត្រូវបំបាក់ទឹកចិត្តគាត់ឲ្យឈប់រៀនទេអញ្ចឹងការលើកទឹកចិត្តយើងមានតួនាទីសំខាន់ណាស់បើសិនជាយើងបំបាក់ទឹកចិត្តសិស្សម្នាក់ហ្នឹងគឺមានន័យថាគាត់រៀនអត់កើតទេគាត់បាក់ទឹកចិត្តទេព្រោះយើងអត់លើកទឹកចិត្តគាត់អញ្ចឹងយើងជាគ្រូបង្រៀនមានតួនាទីលើកទឹកចិត្តឲ្យគាត់ខំប្រឹងឧទាហរណ៍ថាសិស្សម្នាក់ហ្នឹងខ្សោយភាសាខ្មែរតែគ្រូបែរជាថាកូនឯងខ្សោយកូនឯងមិនបាច់រៀនទេកូនឯងរៀនមិនចេះទៅដែរយើងអត់ត្រូវធ្វើបែបហ្នឹងហើយការលើកទឹកចិត្តយើងជាគ្រូបង្រៀនយើងត្រូវលើកទឹកចិត្តឲ្យសិស្សហ្នឹងខំរៀនកូនឯងខំរៀនចាំអ្នកគ្រូជួយប្រាប់ទៅដល់ផ្ទះកូនឯងរៀនអានសៀវភៅរៀនបន្ថែមអញ្ចឹងអាហ្នឹងជាការលើកទឹកចិត្តមួយអាហ្នឹងមានន័យថាជាការលើកចិត្តរបស់គ្រូបរិញ្ញានៅក្នុងថ្នាក់ហ
ហើយតកតងមួយចំណុចមួយទៀតទីផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនទីផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនខ្ញុំឃើញ slide លោកគ្រូមាន4ចំណុចការបង្កើនការសិក្សាឲ្យសិស្សប្រសើរឡើងនិងលើកទឹកចិត្តនិងបំណិញនិងអរិយាប័ត្រទស្សវត្សទី21ចំណុចមួយហ្នឹងគេចង់និយាយថាយើងជាគ្រូត្រូវបង្រៀនសិស្សឲ្យកាន់តែប្រកែចឹងនិយាយថាបើសិស្សនឹងខ្សោយយើងត្រូវតែបង្រៀនឲ្យគាត់បន្ថែមឲ្យគាត់ឲ្យរៀនឲ្យទាន់សិស្សដទៃទៀតហើយតកតងជាមួយនឹងបំណិញអរិយាប័ត្រទស្សវត្សទី21មានន័យថាយើងបរៀនបន្ថែមតកតងជាមួយនឹងការរស់នៅបែប digital បរៀនពីថាសម័យយើងឥឡូវគឺសម័យ digital អញ្ចឹងឲ្យគាត់ស្វែងយល់បន្ថែមតកតងជាមួយនឹងការ research ការរកមេរៀនអីតាមប្រព័ន្ធអ៊ីនធឺណិតហើយធៀបផ្សំមួយការវាតម្លៃមួយទៀតនៅក្នុងការដាក់បន្ទុកឲ្យសិស្សការដាក់បន្ទុកឲ្យសិស្សមានន័យថាយើងមិនមែនជាការដាក់បន្ទុកតែការធ្វើតេស្តមួយមុខទេយើងត្រូវដាក់បន្ទុកលើការដូចជាការដាក់បន្ទុកលើអវត្តមានអាកប្បកិរិយាគាត់ក្នុងថ្នាក់សម្រាប់ធ្នាប់របស់គាត់ការធ្វើតេស្តរបស់គាត់ការអានរបស់គាត់ការគិតរបស់គាត់ហើយនឹងការឆ្លើយតបមកឆ្លើយតបពេលដែលយើងសួរសំណួរអីមួយអញ្ចឹងគ្រប់ចំណុចសកម្មភាពគាត់ក្នុងថ្នាក់យើងអាចដាក់បន្ទុកឲ្យគាត់ទាំងអស់មិនមែនដាក់បន្ទុកតែលើការធ្វើតេស្តប្រចាំខែនោះទេហើយត្រង់ចំណុចមួយទៀតខ្ញុំឃើញ slide លោកគ្រូគ្នាការផ្ដល់ព័ត៌មានត្រឡប់ទៅអាណាព្យាបាលចំណុចមួយហ្នឹងក៏ជាចំណុចមួយខ្ញុំចង់បញ្យល់ត្រង់ចំណុចមួយហ្នឹងទៀតតកតងជាមួយនឹងការផ្ដល់ព័ត៌មានត្រឡប់ឲ្យអាណាព្យាបាលមានន័យថានៅពេលដែលយើងមានសិស្សមួយឧទាហរណ៍ថាសិស្សកគាត់រៀនខ្សោយអញ្ចឹងយើងត្រូវផ្ដល់ព័ត៌មានឲ្យឪពុកម្ដាយរបស់គាត់ឲ្យគាត់ដឹងថាបងកូនឯងរៀនខ្សោយហើយអញ្ចឹងឲ្យអាណាព្យាបាលហ្នឹងគាត់ជួយបង្រៀនបន្ថែមក្រោយពេលដែលទៅផ្ទះមិនមែនអង្គុយចាំតែឲ្យគ្រូបង្រៀនមុខនោះទេហើយតកតងចំណុចមួយទៀតតកតងជាមួយនឹងពាក្យថាកាយសម្រួលការបង្រៀនឲ្យប្រសើរនៅពេលដែលយើងរៀនបង្រៀនសិស្សហើយពាក្យហ្នឹងមានន័យថាយើងត្រូវកែការបង្រៀនរបស់យើងឧទាហរណ៍ថាក្នុងចំណោមសិស្សចំនួន30នាក់ខ្សោយ20នាក់ចឹងមានន័យថាការបង្រៀនរបស់យើងគឺខ្សោយមិនមែនសិស្សខ្សោយនោះទេចឹងយើងត្រូវតែកែតម្រូវការបង្រៀនរបស់យើងការបញ្យល់មេរៀនទៅសិស្សឲ្យសិស្សកាន់តែយល់មេរៀនកាន់តែច្បាស់និងបង្រៀននៅចំណុចមួយទូចដែលធ្វើឲ្យគាត់មានការងាយយល់បន្ថែមហើយនៅចំណុចទី2ដដែលធៀបផ្សំនៃការវាតម្លៃក្នុងអ្នករៀនខ្ញុំឃើញលោកគ្រូលើកសំណួរមួយដែលនិយាយថាតើគ្រូបង្រៀនគួរប្រើបច្ចេកទេសអ្វីដើម្បីប្រមូលទិន្នន័យការសិក្សារបស់សិស្សការប្រមូលទិន្នន័យការសិក្សារបស់សិស្សខ្ញុំគិតថាយើងទីមួយយើងការធ្វើតេស្តរបស់គាត់ការធ្វើតេស្តដើម្បីដឹងពីសមត្ថភាពការគិត IQ របស់គាត់ហើយមួយទៀតខ្ញុំគិតថាការនិយាយផ្ទាល់ការសម្ភាសផ្ទាល់មាត់មួយគាត់ថាយើងចង់និយាយថាយើងសួរសំណួរទៅគាត់ឲ្យគាត់ឆ្លើយតបមកយើងអាហ្នឹងគឺជាការធ្វើប្រមូលទិន្នន័យការសិក្សារបស់គាត់មួយដែរបើសិនឧទាហរណ៍ថាគាត់ការធ្វើតេស្តរបស់គាត់អង្គុយសរសេរអង្គុយគិតលេខគាត់អីអាហ្នឹងគាត់គិតធ្វើកើតប៉ុន្តែទៅពេលដែលយើងហៅមកសួរគាត់អត់ចេះចឹងអាហ្នឹងថាអាហ្នឹងគាត់ខ្សោយជាចំណុចខ្សោយរបស់គាត់ដែលយើងត្រូវប្រមូលយកមកទុកយកមកកត់ត្រាទុកថាចំណុចសិស្សកនេះយើងខ្សោយត្រង់ចំណុចការស្ដាប់របស់យើងហើយតទៅមកទៀតយើងវាតម្លៃគាត់លើការអាកប្បកិរិយាពេលគាត់ពេលរៀនប្រមូលទិន្នន័យការសិក្សារបស់គាត់ឧទាហរណ៍ថាយើងជាគ្រូបង្រៀនយើងប្រាប់ថាកូនណាសរសេរជាចំណុចកចំណុចខចេះប៉ុន្តែតកតងជាមួយនឹងពេលដែលហើយគាត់អត់សរសេរទេចឹងមានន័យថាមានន័យថាយើងអាចដឹងពីការគិតការរៀនរបស់គាត់នៅត្រង់ចំណុចណាអញ្ចឹងចំណុចដែលខ្ញុំអាចវាស់វែងឯកទេសអ្វីដែលប្រមូលទិន្នន័យរបស់ការសិក្សារបស់សិស្សបានសម្រាប់ខ្ញុំគិតថាការធ្វើតេស្តការសួរផ្ទាល់មាត់សភាផ្ទាល់មាត់សួរភ្លាមហើយនឹងការសង្កេតមើលសកម្មភាពគាត់នៅក្នុងថ្នាក់